ថ្ងៃនេះយើងនឹងធ្វើដំណើរកម្សាន្តចុងសប្តាហ៍ទៅកាន់ដំណន់ធម្មជាតិមួយដែលស្ថិតនៅជិតក្រុងភ្នំពេញដំណើរខ្លីនេះគឺសំស្របណាស់សម្រាប់អ្នកដែលចង់ស្រូបយកខ្យល់បរិសុទ្ធរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់និងសម្រាកពីជីវិតទីក្រុងដ៏រវល់រាល់ថ្ងៃការរស់នៅក្នុងទីក្រុងអាចធ្វើឲ្យយើងមានអារម្មណ៍នឿយហត់រាល់ថ្ងៃយើងត្រូវជួបការកកស្ទះចរាចរណ៍សំឡេងរំខាននិងសម្ពាធការងារដូច្នេះការយកពេលទៅលេងធម្មជាតិគឺមានសារៈសំខាន់ណាស់សម្រាប់ទាំងរាងកាយនិងផ្លូវចិត្តសូម្បីតែដំណើរខ្លីៗក៏អាចជួយឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់និងសប្បាយរីករាយជាងមុនផងដែរបន្ទាប់ពីធ្វើដំណើរពីក្រុងភ្នំពេញត្រឹមរយៈពេលខ្លីយើងបានទៅដល់តំបន់ធម្មជាតិដ៏ស្ងប់ស្ងាត់និងស្រស់ស្អាតមួយនៅពេលចុះពីឡានយើងអាចមានអារម្មណ៍បានភ្លាមៗពីខ្យល់បរិសុទ្ធនិងខ្យល់ត្រជាក់តំបន់នេះពោរពេញដោយដើមឈើបៃតងវាលធំទូនាយនិងមេឃស្រស់ថ្លាសំឡេងបក្សីច្រៀងនិងស្លឹកឈើរលត់តាមខ្យល់បង្កើតបរិយាកាសស្ងប់ស្ងាត់និងសម្រាកចិត្តយ៉ាងខ្លាំងយើងចាប់ផ្ដើមដើរលេងមើលទេសភាពជុំវិញនិងរីករាយជាមួយធម្មជាតិមើលទៅគ្រប់ទីកន្លែងសុទ្ធតែមានពណ៌បៃតងផ្សេងគ្នាពន្លឺថ្ងៃរះតាមរយៈដើមឈើធ្វើឲ្យទីនេះមើលទៅកក់ក្ដៅនិងស្រស់ស្អាតការដើរយឺតៗនិងដកដង្ហើមយកខ្យល់បរិសុទ្ធជួយឲ្យយើងផ្លេចបញ្ហានិងសម្ពាធក្នុងជីវិតប្រចាំថ្ងៃទីនេះសមស្របណាស់សម្រាប់សកម្មភាពសាមញ្ញដូចជាដើរលេងអង្គុយសម្រាកនិងជជែកគ្នាជាមួយគ្រួសារឬមិត្តភ័ក្តិមនុស្សខ្លះយកអាហារមកបរិភោគក្រោមម្លប់ឈើដូចជាការធ្វើពិកនិកអ្នកខ្លះថតរូបថតវីដេអូឬគ្រាន់តែអង្គុយមើលទេសភាពស្ងៀមៗវាជាទីកន្លែងល្អសម្រាប់គូស្នេហ៍គ្រួសារនិងសូម្បីតែមនុស្សដែលធ្វើដំណើរតែម្នាក់ឯងផងដែរយើងចាប់ផ្ដើមរកកន្លែងមួយដែលមានម្លប់ឈើល្អនិងអង្គុយសម្រាកនៅទីនោះខណៈពេលបរិភោគអាហារយើងស្ដាប់សំឡេងធម្មជាតិជុំវិញមិនមានសំឡេងឡានឬម៉ាស៊ីនខ្លាំងៗទេមានតែសំឡេងធម្មជាតិប៉ុណ្ណោះពេលវេលាបែបនេះធ្វើឲ្យយើងចងចាំថាការយឺតល្បឿនជីវិតនិងរីករាយជាមួយរឿងសាមញ្ញគឺមានតម្លៃយ៉ាងណាការចំណាយពេលជាមួយធម្មជាតិមិនត្រឹមតែសប្បាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពផងដែរខ្យល់បរិសុទ្ធជួយឲ្យដង្ហើមយើងស្រួលហើយការដើរជួយឲ្យរាងកាយមានចលនាធម្មជាតិក៏ជួយបន្ថយសម្ពាធផ្លូវចិត្តនិងធ្វើឲ្យអារម្មណ៍ប្រសើរឡើងផងដែរនៅពេលយើងមានអារម្មណ៍នឿយហត់ឬមិនសប្បាយចិត្តការទៅលេងកន្លែងបែបនេះអាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងវិញដំណើរនេះមិនចំណាយពេលច្រើននិងមិនចំណាយថវិកាច្រើនទេប៉ុន្តែផ្ដល់ឲ្យយើងនូវសេចក្តីសុខចិត្តយ៉ាងច្រើនព្រោះវាស្ថិតនៅជិតក្រុងភ្នំពេញយើងអាចទៅលេងត្រឹមមួយថ្ងៃនិងត្រឡប់មកផ្ទះវិញនៅពេលល្ងាចវាជាជម្រើសល្អសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍នៅពេលយើងមិនមានពេលធ្វើដំណើរឆ្ងាយនៅពេលយើងបន្តដើរលេងយើងថតរូបនិងថតវីដេអូទុកជាអនុស្សាវរីយ៍ដើមឈើមេឃនិងបរិយាកាសស្ងប់ស្ងាត់ធ្វើឲ្យរូបភាពនីមួយៗមើលទៅពិសេសបំផុតអនុស្សាវរីយ៍ទាំងនេះនឹងជួយឲ្យយើងចងចាំថាដំណើរនេះមានភាពសម្រាកចិត្តនិងស្រស់ស្រាយយ៉ាងណាមុនពេលត្រឡប់មកវិញយើងមើលទេសភាពដ៏ស្រស់ស្អាតនេះម្ដងទៀតនិងមានអារម្មណ៍អរគុណចំពោះពេលវេលាស្ងប់ស្ងាត់ជាមួយធម្មជាតិដំណើរបែបនេះជួយឲ្យយើងសាកថ្មថាមពលឡើងវិញនិងត្រៀមខ្លួនសម្រាប់ថ្ងៃរវល់នៅថ្ងៃក្រោយៗទៀតបើអ្នកកំពុងស្វែងរកកន្លែងសម្រាកជិតក្រុងភ្នំពេញខ្ញុំសូមណែនាំឲ្យទៅលេងតំបន់ធម្មជាតិបែបនេះអ្នកមិនចាំបាច់ទៅឆ្ងាយដើម្បីបានសេចក្តីស្ងប់ស្ងាត់និងខ្យល់បរិសុទ្ធពេលខ្លះកន្លែងល្អៗគ្រាន់តែស្ថិតនៅមិនឆ្ងាយពីយើងប៉ុណ្ណាទេសូមអរគុណយ៉ាងច្រើនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកបានរីករាយជាមួយដំណើរកម្សាន្តដ៏ស្ងប់ស្ងាត់ជាមួយខ្ញុំបើអ្នកចូលចិត្តវីដេអូបែបដំណើរកម្សាន្តនិងធម្មជាតិសូមកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជួបគ្នាវីដេអូក្រោយសូមឲ្យអ្នកទាំងអស់គ្នាមានចំសប្តាហ៍ល្អនិងដំណើរកម្សាន្តសប្បាយៗជាមួយធម្មជាតិ